ខ្លះតើតើនឹងការធ្វើអាជីវកម្មមានភាពស្មោះត្រង់ជាងវាធ្វើឲ្យការលក់ដូរផលិតផលទំនិញផ្សេងៗគឺមានការលំបាកក្នុងការលក់ដូរបើតែលក់មិនដាច់ហើយភាសា marketing គេនិយាយអំពីទីផ្សារចង្អៀតទីផ្សារចង្អៀតគឺมันសំដៅទៅលើនៅទីផ្សារលក់ដូរទំនិញហ្នឹងដែលយើងចូលទៅកកស្ទះដើមរួចឬដាប់ធ្នាប់មានរបៀបរៀបរយមិនមែនអញ្ចឹងទេបើទីផ្សារចង្អៀតគឺមានថាការលក់ផលិតផលក្តីលក់ទំនិញក្តីលក់មិនដាច់ឬក៏មានការថមថយខ្លាំងហើយកត្តាទាំងអស់នឹងឯងវាពាក់ព័ន្ធទៅនឹងចំណុចទី1គឺភាពស្មោះត្រង់បាទភាពស្មោះត្រង់បែរថាអ្នកខ្លះគាត់ចេះតែផ្សព្វផ្សាយផលិតផលរបស់គាត់ទៅគឺมันមានភាពស្មោះត្រង់មានស្មោះត្រង់បែរថាភូតខកគេភូតខកតាំងពី brand តាំងពីផ្លាកយីហោតាំងពីគុណភាពតាំងពីបរិមាណតាំងពីតម្លៃអញ្ចឹងគឺថាចំណុចនេះឯងគឺថាការគ្មានភាពស្មោះត្រង់អញ្ចឹងក្នុងការធ្វើអាជីវកម្មបើសិនយើងអត់មានភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្មការលក់ផលិតផលរបស់យើងគឺថាការធ្វើអាជីវកម្មរបស់យើងបានតែមួយផ្លេតទេបាទទី2តកតងទៅនឹងការកំណត់ទីផ្សារគោលដៅការកំណត់ទីផ្សារគោលដៅយើងសំដៅទៅលើទីផ្សារបច្ចុប្បន្នទីផ្សារបច្ចុប្បន្នថាតើទីផ្សារបច្ចុប្បន្នតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋវាមានកម្រិតណាអីកម្រិតណីហើយយើងកំណត់ទីផ្សារគោលដៅយ៉ាងម៉េចយើងកំណត់ទៅលើទីតាំងភូមិសាស្ត្រយើងកំណត់ទៅលើប្រជាជនយើងកំណត់ទៅលើអាយុយើងកំណត់ទៅលើភេទឧទាហរណ៍ថាតើយើងកំណត់គោលដៅរបស់យើងដើម្បីគេដើម្បីពេលដែលយើងយកផលិតផលមកលក់លើទីផ្សារមកគឺវាត្រូវនឹងទីផ្សារតែម្ដងកំណត់ចំណុចទាំងអស់នឹងឯងគឺមានន័យថាបើយើងអត់ដឹងពីផលិតផលរបស់យើងយកមកលក់ឲ្យមនុស្សប្រភេទណាសម្រាប់មនុស្សស្រីឬក៏មនុស្សប្រុសហើយសម្រាប់អាយុប្រមាណហើយតើតំបន់ទីតាំងហ្នឹងភូមិសាស្ត្រហ្នឹងអំណោយផលទេហើយចំណូលមុខរបរគេយ៉ាងម៉េចឧទាហរណ៍អញ្ចឹងណាបាទទំនិញព្រោះហេតុអីយើងកំណត់តាំងប្រមាណចំណុចហ្នឹងដើម្បីយើងវាតម្លៃទីផ្សាររបស់យើងថាយើងយកផលិតផលមកលក់ហ្នឹងវាត្រូវលើទីផ្សារនេះខ្ញុំនិយាយខ្លីៗហើយទី3ទីផ្សារចង្អៀតដោយសារតែការប្រកួតប្រជែងយើងដឹងហើយនៅពេលបច្ចុប្បន្ននេះការប្រកួតប្រជែងកម្រិតខ្ពស់ណាស់បាទនៅពេលណាយើងមិនទាន់ជោគជ័យគឺការប្រកួតប្រជែងមានកម្រិតទាបក៏ប៉ុន្តែយើងលក់ផលិតផលរបស់យើងទទួលបានជោគជ័យគឺវាកម្រិតខ្ពស់បាទគឺការប្រកួតប្រជែងចាប់តាមកើនឡើងបើកើនឡើងពេលនោះតម្លៃអាចស្មើដើមស្មើចុងតម្លៃស្មើដើមស្មើចុងអាហ្នឹងគឺលក់ទៅខាតហើយបាទពីព្រោះយើងលក់មិនមែនអស់ទាំងស្រុងទេគឺវាអាចសេសសល់ខ្លះមួយចំនួនអញ្ចឹងណាបាទហើយទី4តកតងទៅនឹងបច្ចេកវិទ្យានៅពេលបច្ចុប្បន្នហើយយើងដឹងហើយថាបច្ចុប្បន្ននេះបច្ចេកវិទ្យាមានកម្រិតខ្ពស់ណាស់បាទអញ្ចឹងអ្នកណាក៏អាចធ្វើអាជីវកម្មបានដែរដូចជាយើងឃើញហើយអ៊ីនធឺណិត AI ហ្នឹងគឺថាបងប្អូនយើងអាចធ្វើអាជីវកម្មបានដោយខ្លួនឯងតាមគ្រាន់តែប្រើទូរស័ព្ទមួយហើយប្រើទ្វេមាត់ឬក៏ប្រើផលិតផលមួយចំនួនតាំងទៅយើងអាចធ្វើអាជីវកម្មនៅលើទីផ្សារបានហើយចំណុចទាំងអស់នឹងឯងគឺជាចំណុចដែលយើងត្រូវគិតពិចារណាទាំងអស់គ្នានៅចំណុចទី1រហូតដល់ចំណុចទី4ហ្នឹងពិចារណាទៅលើអ្វីពិចារណាទៅលើបច្ចុប្បន្នភាពនៃសកលលោកបច្ចុប្បន្នភាពនៃសកលលោកគឺមានន័យថាមានការផ្លាស់ប្ដូរខ្លាំងដូចខ្ញុំបានធ្លាប់បាននិយាយអញ្ចឹងសូម្បីតែរឿងប្រេងឆ្លោះគ្នាអាមេរិកឆ្លោះគ្នាមួយអ៊ីរ៉ង់ឆ្លោះគ្នាជាមួយអ៊ីរ៉ាក់អ៊ីរ៉ង់សំដៅជាមួយអ៊ីស្រាអែលក៏វាហួសឲ្យប៉ះពាល់ដែរប៉ះពាល់ទៅដល់ពិភពលោកនឹងខាងក្រៅស្រុកផងបាទប៉ះពាល់ទៅដល់នៅក្នុងប្រទេសកម្ពុជាយើងផងហើយនៅពេលដែលប្រេងវាឡើងថ្លៃយើងធ្វើឲ្យទំនិញផ្សេងក៏វាឡើងថ្លៃដែរដូចខ្ញុំបានធ្លាប់និយាយរឿងតាក់ទងនឹងស្រុកខ្ញុំពីមុនមកនៅតូចគឺយើងកម្រយកទឹកណាទៅស្រោចពោតស្រោចអីប៉ុន្តែឥឡូវអត់ទេយើងបុកដងគៀកហើយយើងបាញ់យើងអាចបូមដងគៀកហ្នឹងមកស្រោចពោតស្រោចអីទៀតហើយវានៅតូចប្រហែលជា30ឆ្នាំ40ឆ្នាំជាងមុនគឺយើងអាចហែកទឹកពីស្ទឹងដើម្បីស្រោច
តាមជក់តាមអីចឹងណាបាទចឹងបច្ចុប្បន្ននេះវាមានការខុសគ្នាហើយលើកតរភាពជាក់ស្ដែងមួយទៀតហើយនៅពេលដែលយើងចាប់ផ្ដើមអឺឃើញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនមានរោងចក្រមួយរោងអីសពបែបយ៉ាងយើងពេលនោះតម្រូវការរបស់គាត់គឺមានមកហើយបាទប៉ុន្តែតម្រូវការរបស់គាត់មានមកហើយចឹងសួរថាតើយើងទៅបំពេញតម្រូវការរបស់គាត់បែបណាដែរដូចខ្ញុំបានលើកពីចំណុចការប្រកបប្រជែងចឹងដំបូងឡើងលក់ដាច់តាមរោងចក្រអីចឹងដល់ពេលឥឡូវអ្នកណាក៏គេលក់ដូរគប់កន្លែងទាំងអស់អញ្ចឹងវាធ្វើឲ្យទីផ្សារនេះវាកាន់តែចង្អៀតតូចចង្អៀតទៅគេក៏ចេះលក់យើងក៏ចេះលក់អញ្ចឹងការលក់វាអត់ដាច់បាទហើយជាក់ស្ដែងនៅពេលដែលអ្នកនរគ្នាចុះពីលើផ្ទះមកអ្នកនរគ្នាអត់បាច់ចាំបាច់ពិចារណាទេមើលឆ្វេងស្ដាំចង់ហូបគុយទាវក៏បានហូបអីក៏បានដែរបាទអញ្ចឹងគឺនៅក្បែរយើងតែម្ដងអញ្ចឹងបើពីមុនអត់អញ្ចឹងទេពេលដែលយើងចង់ហូបអីឧមាបាយមាន់យើងទៅបាក់ទូកបានមានបាទតែឥឡូវអត់ទេនៅជុំវិញផ្ទះយើងអីក៏មានដែរបាទហើយចំណុចនេះខ្ញុំចង់លើកអំពីការផ្គត់ផ្គង់វាលើសពីតម្រូវការកាលណាវាការផ្គត់ផ្គង់លើសពីតម្រូវការអញ្ចឹងវាធ្វើឲ្យទីផ្សារយើងក៏ចង្អៀតដែរបាទអញ្ចឹងខ្ញុំសូមនិយាយទៅខ្លីទាំងអស់នឹងឯងហើយរឿងចំណុចទាំង4ខាងលើហ្នឹងគឺជាចំណុចសំខាន់ណាបាទបើមិនជាយើងមិនបានអនុវត្តទៅលើចំណុចខាងលើហ្នឹងទេគឺវាធ្វើឲ្យដំណើរការអាជីវកម្មរបស់យើងមានការថយចុះថយទៅរហូតហើយបាទហើយយើងបានដឹងហើយថាAI ជួយយើងបានច្រើនណាស់បាទប៉ុន្តែ AI យើងអាចមើលដឹងបាទប៉ុន្តែអាការបោកប្រាស់យើងពិបាកមើលដឹងព្រោះបោកប្រាស់គឺគេមាននីតិវិធីក្នុងការបោកប្រាស់គេមានសិលវិធីក្នុងការនិយាយអាសិលវិធីក្នុងការនិយាយបោកប្រាស់តាំងពីការវិខ្ចប់បោកប្រាស់តាំងពីគុណភាពបោកប្រាស់ពីតម្លៃសពបែបយ៉ាងនឹងឯងដែលធ្វើឲ្យទីផ្សារចង្អៀតអញ្ចឹងមានថាទីផ្សារចង្អៀតហ្នឹងគឺវាអាចរួមទៅលើជំនឿបាទថាគេលែងជឿយ៉ាងម៉េចថាដោយសារតែការលក់ដូរហ្នឹងភូតគេយើងស្មោះត្រង់នឹងគេក៏យើងពិបាកនៅលើដែរអញ្ចឹងពិបាកនឹងលក់ឲ្យគេដែរអញ្ចឹងហើយបានពេលបច្ចុប្បន្នហ្នឹងគេយើងសួរថាលក់ទំនិញដាច់ទេថ្ងៃហ្នឹងអត់ដាច់ទេបានតែម៉ួយដោយសារម៉ួយរបស់យើងហ្នឹងគឺយើងស្មោះត្រង់គ្នាទៅវិញទៅមកអញ្ចឹងស្មោះត្រង់នឹងឯងដែលយើងស្មោះត្រង់នឹងឲ្យបានធ្វើឲ្យម៉ួយរបស់យើងនៅតែរក្សាជាមួយយើងបានដែលខ្ញុំនិយាយថាតាំងពីគុណភាពតាំងពីតម្លៃតាំងពីភាពស្មោះត្រង់អីសពបែបយ៉ាងទាំងអស់ហ្នឹងបាទហើយយ៉ាងមួយទៀតឥឡូវបើយើងចង់ទិញទំនិញពីមុនមកយើងតទៅទិញផ្ទាល់បែរទៅទិញផ្សារយើងតទិញសាច់គោសាច់ជ្រូកអីតជិះម៉ូតូជិះឡានទៅទិញផ្សារតែម្ដងបានមានសាច់ជ្រូកនឹងលក់បាទអាចទិញបានប៉ុន្តែឥឡូវមិនមែនអញ្ចឹងទេគឺយើងគ្រាន់តែប្រើទូរស័ព្ទដៃឬក៏ប្រើwebsite ឬក៏ប្រើ QR ឬក៏ប្រើការតាម TikTok ឬក៏ Facebook ហ្នឹងក៏យើងអាចទិញបានដែរដូច្នេះហើយអាហ្នឹងគឺជាចំណុចដែលយើងលើកខ្លះនៅលើយុទ្ធសាស្ត្រទីផ្សារបាទទីផ្សារគេបង្ហាញថានៅពេលដែលមានតម្រូវការលើសពីការផ្គត់ផ្គង់បាទថាតម្រូវការលើសពីការផ្គត់ផ្គង់អានឹងหมายថាការលក់ទំនិញរបស់យើងលក់ដាច់ក៏ប៉ុន្តែកាលណាការផ្គត់ផ្គង់លើសពីតម្រូវការវាធ្វើឲ្យទីផ្សារចង្អៀតហើយការលក់ដូរអត់ដាច់ដែរបាទអញ្ចឹងទោះថាតើវាជាកំហុសចំណុចណាមួយណាជាកំហុសដែលយើងគិតថាកំហុសដែលគួរកែទៅលើការធ្វើអាជីវកម្មទាំងអស់ហ្នឹងបាទសូមអរគុណ